សួស្តីអ្នកនាងចឹងថ្ងៃនេះយើងតមេរៀនរបស់យើងបន្តទៀតតកតងសរីរាង្គវិញ្ញាណចឹងត្រង់ទៅជាគោលបំណងសំខាន់របស់យើងនៅថ្ងៃនេះគឺតើបំពង់រាងគូតខ្យងនិងបំពង់រាងពាក់កណ្ដាលរង្វង់មានលក្ខណៈម៉េចមានថាបំពង់រាងគូតខ្យងអ្នកនាងបានដឹងហើយរាងវាដូចខ្យងបំពង់រាងពាក់កណ្ដាលរង្វង់មានមានរាងជារង្វង់3ចឹងណាប៉ុន្តែនៅសួរថាតើខាងក្នុងរបស់វាហ្នឹងវាមានលក្ខណៈម៉េចបន្តទៀតចឹងតើពណ៌នេះពីដំណើរបកស្រាយរលកសូរអានឹងសំណួរស្តីងគ្នាដែរគឺតើរលកសូរមានឥទ្ធិពលលើផ្នែកផ្សេងៗនៃតិចយ៉ាងដូចម្ដេចណាស្តីងគ្នាដែរតើសរីរាង្គណាខ្លះដែលមាននីតិដង្ហែរក្សាលំនឹងរបស់សារពាង្គកាយហេតុអ្វីបានជានៅពេលដែលយើងឈប់បង្វិលខ្លួនយើងនៅមានអារម្មណ៍ថាធីងធងនៅឡើយចូលបកស្រាយអូខេតោះយើងទៅអ្នកគ្នាអញ្ចឹងយើងដឹងហើយបំពង់មានន័យថាបំពង់រាងគូតខ្យងនិងបំពង់រាងពាក់កណ្ដាលរង្វង់គឺជាផ្នែកដែលស្ថិតនៅក្នុងត្រចៀកក្នុងរបស់ត្រចៀករបស់យើងណាមាន3ជាក្រៅជាក្នុងជាកណ្ដាលចាអាហ្នឹងគឺជាផ្នែកនៃត្រចៀកក្នុងបំពង់រាងគូតខ្យងគឺជាសរីរាង្គល្បឺបាទពេញទៅដោយសារធាតុរាវនៅលើភ្នាសនៃបំពង់រាងគូតខ្យងមានកោសិកាធ្មួលដែលមានរោមល្អិតដែលកោសិកាធ្មួលទាំងនេះរស់នឹងលំញ័រអូខេអញ្ចឹងយើងមកមើលសិនអូខេអញ្ចឹងអានេះបំពង់រាងគូតខ្យងគេលាវាទៅគេខ្នាត់វាណាគេខ្នាត់ទៅតឹងបំពង់រាងគូតខ្យងគេឃើញមានអញ្ចឹង3ប្រឡោះនៅក្នុង3ប្រហោងក្នុងអញ្ចឹងប្រហោងទី1ប្រឡោះទី1ប្រឡោះទី2ប្រឡោះទី3នៅកន្លែងនេះចាប្រឡោះហ្នឹងគេយកមកពលាតបានប៉ុណ្នេះអូខេអញ្ចឹងប្រឡោះហ្នឹងគេឃើញមានសារធាតុរាវនៅលើហ្នឹងបន្ទាប់មកគេឃើញនេះមកនៅកន្លែងនេះគេដាក់ថាជាកោសិកាធ្មួលដែលរស់នឹងលំញ័រដែលគេថាស្ទាប់កោសិកាធ្មួលដែលមានរោមល្អិតណាកោសិកាធ្មួលដែលរស់នឹងលំញ័រចាកោសិកាធ្មួលហ្នឹងមួយហ្នឹងគេយកមកផលិតគេបានចេះអញ្ចឹងនៅអញ្ចឹងជាទូទៅគឺនៅចុងនេះអូខេគឺមានរោមញ័រណាគឺមានរោមញ័រហើយបន្ទាប់មកតពីនេះមកគឺកោសិកាធ្មួលដែលរស់នឹងលំញ័រអញ្ចឹងអាកោសិកាធ្មួលហ្នឹងវាមានរោមញ័រនៅចុងហ្នឹងហើយកោសិកាធ្មួលហ្នឹងវាភ្ជាប់ទៅនឹងសរសៃប្រសាទអញ្ចឹងបានគេបញ្ជាក់យើងថានៅលើភ្នាសខាងក្នុងមានផ្ទៃខាងក្នុងណាបំពង់រាងគូតខ្យងហ្នឹងមានស្ទាប់កោសិកាធ្មួលបាទគឺមានស្ទាប់កោសិកាធ្មួលហ្នឹងដែលមានរោមល្អិតនៅខាងចុងអូខេដែលកោសិកាធ្មួលទាំងនេះនីតិវារស់នឹងលំញ័រមានន័យថានៅពេលដែលវារស់នឹងលំញ័រវានឹងបង្កើតបានជាអាំងភ្លុចប្រសាទណាអានឹងអញ្ចឹងបន្តមកទៀតបំពង់រាងពាក់កណ្ដាលរង្វង់ជួយឲ្យសារពាង្គកាយមានលំនឹងអាហ្នឹងនីតិវាលំនឹងត្រូវហើយបំពង់រាងពាក់កណ្ដាលរង្វង់មានរាងជារង្វង់3តភ្ជាប់គ្នាទៅវិញទៅមកត្រង់មុំកាយនៃរង្វង់មួយផ្សេងទៀតមានថាវាតរុញចុះរុញឡើងទៅវិញទៅមកអូខេជាប់គ្នាទៅវិញទៅមកត្រង់មុំកាយនៃរង្វង់មួយផ្សេងទៀតដែលយើងធ្លាប់មើលវីដេអូមុនណាអូខេហើយបំពង់ទាំងនេះពេញទៅដោយសារធាតុរាវហើយពាសទៅដោយកោសិកាធ្មួលដែលមានពន្លយឆ្មាស់ដូចសរសៃសក់តាមពិតវាស្តៀងរោមល្អិតប៉ុន្តែគាត់ក្នុងមេនេះដាក់ថាពន្លយឆ្មាស់ដូចសរសៃសក់ក៏អីដែរហ្នឹងដូចតែគ្នាទេប៉ុន្តែគាត់ថាពីរហ្នឹងខុសគ្នាទៅលើតួនាទីអញ្ចឹងទៅណាអូខេតោះយើងទៅបន្តទៀតចូលពណ៌នេះពីដំណើរបកស្រាយលោកសូអញ្ចឹងគូចង់បញ្ជាក់អ្នកគ្នានៅពេលដែលយើងយល់ពីពណ៌នេះពីបកស្រាយលោកសូអ្នកគ្នាវាស្តៀងពីតើលោកសូវាចូលពីតិចពីណាទៅណាដូចតែគ្នាទេអញ្ចឹងបើសិនយើងកលេចមើលលោកសូវាប្រមូលផ្ដុំក្រៅអញ្ចឹងវាចូលតាមស្លឹកតិចរុនតិចមកកាន់กระดาษជាឆ្អឹងតូច3បង្អួយរៀងពងកពើបន្ទាប់មកបំពង់រាងគូតខ្យងអញ្ចឹងក៏ប្រកាន់បំពង់រាងគូតខ្យងញ័រវាមានកោសិកាធ្មួលនឹងរោមល្អិតនៅក្នុងហ្នឹងវានឹងបដូរលំញ័រទៅជាអាំងភ្លុកសាទអញ្ចឹងវានឹងដឹកតាមសរសៃសតវិញ្ញាណទៅកាន់ខួរក្បាលអីចឹងទៅអានឹងអញ្ចឹងណាវាដូចគ្នាទេយើងត្រូវយល់ពីផ្នែកតើវាតពីណាទៅណាអញ្ចឹងបើអ្នកគ្នាអាចមើលសំណួរពណ៌នេះពីដំណើរបកស្រាយរលកសូរឬក៏សំណួរស្រៀងគ្នារលកសូរមានឥទ្ធិពលលើផ្នែកផ្សេងនៃតិចយ៉ាងដូចនេះអ្នកគ្នាអាចអានទៅឧទាហរណ៍ថារលកសូរប្រមូលផ្ដុំនៅតិចក្រៅចុះតាមបំពង់សតវិញ្ញាណអានឹងរុនតិចណាទៅកាន់กระดาษតិចអូខេអញ្ចឹងមានថាមកផ្ដុំក្រៅបន្ទាប់មកតាមស្លឹកតិចរុនតិចទៅកាន់กระดาษតិចអញ្ចឹងរលកសូរនេះបណ្ដាលឲ្យកระดาษតិចញ័រមានថាกระดาษតិចយើងកន្លែងនេះញ័រឆ្អឹងតូច3ហ្នឹងវាចាប់ផ្ដើមញ័រផ្ទប់ទៅនឹងភ្នាស
ស្ដើងមួយទៀតគឺបង្អួយរៀងពងក្រពើនៅកន្លែងនេះលំញ័ររបស់គ្នាធ្វើឲ្យសារធាតុរាវនៅក្នុងបំពង់រាងគូតខ្យងហ្នឹងគឺអីញ័របណ្ដាលឲ្យរោមល្អិតនៃកោសិកាធ្មូលស្ទប់ខាងក្នុងបំពង់រាងគូតខ្យងអីគេញ័រកោសិកាធ្មូលបដូរលំញ័រទៅជាអាំងផ្លុចប្រសាទនៅជុំវិញចុងភីប្រសាទអាំងផ្លុចប្រសាទដឹកនាំតាមខ្សែសត្វសោតវិញ្ញាណនេះយើងដាក់ថាខ្សែសត្វវិញ្ញាណនាំក៏បាននេះ auditory nerve ហ្នឹងខ្សែសត្វសោតវិញ្ញាណទៅកាន់ខួរក្បាលដែលនៅទីនោះខួរក្បាលបកស្រាយទៅជាសំឡេងអ្នកនរគ្នាអាចមកមើលរូបដែលយើងឆ្លើយក៏ដូចរូបនេះដែរអញ្ចឹងខ្ញុំនិយាយតាមយល់អញ្ចឹងមានថាលោកសូប្រមូលផ្ដុំនៅជាក្រៅចុះតាមចូលតាមយរុនតិចតាមបំពង់សោតវិញ្ញាណទៅកាន់กระดาษតិចវាធ្វើឲ្យកระดาษតិចញ័រអញ្ចឹងกระดาษតិចញ័រផ្ទុកដែលធ្វើឲ្យឆ្អឹងទុយ3ហ្នឹងញ័រផ្ទុកទៅនឹងគ្នាស្ដើងមួយទៀតគឺបង្អួចរៀងពងក្រពើអញ្ចឹងលំញ័ររបស់គ្នាវាបានធ្វើឲ្យសារធាតុរាវនិងរោមញ័រដែលស្ថិតនៅក្នុងបំពង់រាងគូតខ្យងនៅកន្លែងលេខ7ហ្នឹងខុសឃ្លាគេហ្នឹងបំពង់រាងគូតខ្យងដែលមានកោសិកាធ្មូលនិងរោមញ័រដែលវាដូរលំញ័រឲ្យទៅជាអាំងផ្លុចប្រសាទនៅចុងភីប្រសាទអញ្ចឹងពេលប្រកាសបានជាអាំងផ្លុចប្រសាទវានឹងដឹកអាំងផ្លុចហ្នឹងតាមលេខ9គឺ auditory nerve គឺតាមរយៈខ្សែសត្វសោតវិញ្ញាណឬក៏ខ្សែសត្វវិញ្ញាណនាំទៅកាន់ខួរក្បាលនឹងបកស្រាយឲ្យទៅជាសំឡេងហើយណាអានឹងអញ្ចឹងយើងនិយាយតាមយល់អញ្ចឹងយើងមើលរូបអញ្ចឹងឲ្យយល់ណាអ្នកនរគ្នាអូខេអញ្ចឹងសរីរាង្គណាខ្លះដែលមាននីតិតំហែរក្សាលំនឹងសារពាង្គកាយគឺទៅជាក្នុងសារធាតុរាវនៅក្នុងបំពង់រាងពាក់កណ្ដាលរង្វង់ធ្វើការជាមួយគូតូចយើងដឹងហើយគូតូចក៏មាននីតិតំហែរក្សាថេលំនឹងដែរណាអូខេហេតុអីបានយើងឈប់បង្វិលខ្លួនយើងនៅមានអារម្មណ៍ថាធីងធំដូចអ្នកនរគ្នាធ្លាប់លេងចាក់ទឹកដូងវិលចុកក្រោមអីចឹងណាឬក៏វិលខ្លួនជុំវិញពេលយើងឈប់ភ្លាមយើងមានអារម្មណ៍ថាធីងធំដោយសារម៉េចដោយសារសារធាតុរាវដែលសារក្នុងបំពង់រាងពាក់កណ្ដាលរង្វង់របស់យើងហ្នឹងគឺវាមានសារធាតុរាវអញ្ចឹងនៅពេលដែលយើងឈប់ភ្លាមសារធាតុរាវនៅក្នុងបំពង់រាងពាក់កណ្ដាលរង្វង់ហ្នឹងគឺនៅតែមានចលនាអញ្ចឹងកាលណាតែមានចលនាវានឹងផ្ញើចុងភីប្រសាទនៅក្នុងបំពង់រាងពាក់កណ្ដាលរង្វង់ហ្នឹងឲ្យបង្កើតទៅជាអាំងផ្លូវប្រសាទហើយប្រាប់ទៅកាន់ខួរក្បាលថាយើងនៅតែបង្វិលខ្លួននៅឡើយទេអានឹងអញ្ចឹងណាបងណាបាទអរគុណច្រើន